Tractor Cambodia នោមមកជូនដោយហនុមានឡៃភេសជ្ជៈបើកម្លាំងបាកាកាបូ Fernando អ្នកបន្ទាប់ដែលត្រូវបង្ហាញសមត្ថភាពតម្រូវទៅលើបេក្ខនារីលក្ខធាវីអូខេបាទសំណាងល្អ TV អូខេសំណាងល្អអូនបាទបិទប្រាញ់បាទតារាមយកអីបានណាអូខេស៊ូអីគឺវាមិនស្រួលដែរតែសំខាន់ឲ្យតែយើងមានសមត្ថភាពនៃការតាំងចិត្តជាពិសេសការតាំងចិត្តរបស់យើងពីព្រោះកាលណាដែលយើងមានការតាំងចិត្តយើងស្រឡាញ់យើងនឹងព្យាយាមធ្វើឲ្យអស់សមត្ថភាពតែហេតុគួបផ្សំនឹងសមត្ថភាពធម្មជាតិយើងទៀតបងជឿថាវានឹងមានភាពល្អច្រើនយើងក៏មិនអាចគេហៅថាមើលស្រាលសមត្ថភាពរបស់បេក្ខជនដទៃដែរពីព្រោះគេក៏មានចំណុចខ្លះរបស់គេដែរអញ្ចឹងទៀមទាត្រឡប់មកវិញយើងកុំដាក់សម្ពាធលើខ្លួនឯងបើសម្រាប់បងបងនឹងត្រៀមខ្លួនក្នុងការជួយនៅពេលទីដែលយើងចុះទៅសមនោះអាចថាសមត្ថភាពអូនមានហើយបងនឹងជួយបំពេញបន្ថែមនៅអ្វីដែលបងមានអារម្មណ៍ថាអូននៅស្ទើរបន្ថែមទៅលើការច្រៀងក៏ដូចជាបន្ថែមទៅលើស្មារតីចង់មិនចង់បងត្រូវតែកាត់ចិត្តទេណាវគ្គនេះចាបងអញ្ចឹងការអាណិតការចូលចិត្តចាមនុស្សចេតនាតែងតែមានចំពោះកូនក្រុមប៉ុន្តែដល់វគ្គនេះបងត្រូវតែកាត់ចិត្តអញ្ចឹងជាលក្ខខណ្ឌកម្មវិធីអញ្ចឹងបងសង្ឃឹមថាអញអាចធ្វើបានល្អពេលដែលអញធ្វើបានល្អអាចថាមានភាពលេចធ្លោមានគេហៅថាអ្វីដែលជាភាពតាក់ទាញផងហើយសមត្ថភាពសម្លេងយើងធ្វើបានល្អភាពតាក់ទាញរបស់យើងបងជឿថាអូននឹងបានមួយកែចាំបងអារម្មណ៍របស់ខ្ញុំពេលនេះគឺរំភើបនិងភ័យតិចៗដែរហើយខ្ញុំនឹងបញ្ញាចិត្តថានឹងយកកៅអីមួយពិចារឲ្យបានពីវាដល់ពេលវេលាត្រូវបង្ហាញសមត្ថភាពហើយត្រៀមខ្លួនឲ្យនៅអូនព្រួយអីបងអូខេបងសង្ឃឹមជឿជាក់យ៉ាងមុតមមថា TV នឹងធ្វើបានណាអូខេឥឡូវសូមបកលជូនត្រៀមសូមអញ្ជើញជាសួរបងទាំង4និងបងប្អូនទាំងអស់គ្នាជំរាបសួរ TV ចា៎មិនហើយអូនរំភើបបងរំភើបអត់មានភ័យមានអីទេមែនទេចាតាមពិត TV ពេលដែលវឹកហាត់សម TV មានអារម្មណ៍ច្បុកច្បល់ច្រើនអញ្ចឹងមកដល់ពេលនេះបងគិតថាវាច្រើនដំណាក់កាលហើយសង្ឃឹមថា TV បង្ហាញសមត្ថភាពឲ្យល្អណាអូនណាខំដើររហូតដើរដល់ផ្លូវតូខំឈាមដែរនៅតែគ្មានលទ្ធផលដើរទៅជន់តែផ្លូវឈឺចាប់នៅស្រឡាញ់បងទេខំកិច្ចសំនួរមាសមេទាំងត្រង់ឈឺផ្សាចិត្តនៅតែស្រឡាញ់តែផ្លូវពោពេញទៅដោយបញ្ហាធ្វើយ៉ាងណាក៏ពួកយើងទៅមិនដល់ផ្លូវតូខំឈាមដែរនៅតែគ្មានលទ្ធផលដើរទៅជន់តែផ្លូវឈឺចាប់សំណួរបងតែសួរនៅស្រឡាញ់បងទេខំកិច្ចសំនួរ
នផ្លែដូចមកតែទូយ៉ាងខំយ៉ាងណាក៏គង់តែអបសាស្នាគ្នារៀងយើងទាំងពីរ ពីវីពីបងទៅបងចង់ឲ្យអូនអបដង្ហើមកុំឲ្យវាដាច់ខ្លាំងពេកកាលណាតែយើងផ្ដាច់កន្លែងខ្លះអូនទនុយដង្ហើមបានវែងល្អមែនតើប៉ុន្តែកន្លែងខ្លះយើងឆាប់ផ្ដាច់ពេកវាធ្វើឲ្យមានអារម្មណ៍មនោចេតនាវារៀងដាច់ហើយនៅក្នុងនោះដែរបងចង់ឲ្យអូនបន្ថែមធម៌ពលកន្លែងខ្លះយើងស្ទើរថែមពលតែបន្តិចទេប៉ុន្តែបើមើលជារួមតែម្ដងការបញ្ចេញសមត្ថភាពរបស់ប្អូនគឺមិនដូចសម្លេងអ្នកណាគឺក្នុងនាមជាប្អូនសមត្ថភាពជាប្អូនធ្វើបាននៅក្នុងកម្រិតមួយដែលគួរឲ្យសរសើរបងអត់មានអីទេបងពេញចិត្តដូចគ្នាសម្រាប់ការបង្ហាញសមត្ថភាពរបស់ TV ហើយបងជូនពរឲ្យអូនទទួលបានកៅអីមួយអរគុណច្រើនអូនបាទ ព្រោះវាមានទឹកដមសម្លេងព្រោះហើយណូតខាងលើហ្នឹងក៏ខ្លាំងដែរតែមកពីការរើសបទចម្រៀងយកមកប្រឡងហើយនឹងអារម្មណ៍របស់យើងបទនេះយើងគិតថាយើងច្រៀងធម្មតាយើងអត់មានការប្រឡងយើងច្រៀងគ្រាន់តែនៅតាមផាប់ឬមួយក៏ច្រៀងធម្មតាការគ្រប់គ្រងអារម្មណ៍របស់យើងអាចទៅបាននៃបងធានាថា TV ធ្វើទៅបានតែពេលកលៈទេសៈមួយនេះទឹកមុខអារម្មណ៍ភ័យខ្លាចវាបញ្ជាក់នៅក្នុងសម្លេងដែលយើងបានយកមកច្រៀងតែម្ដងនេះហើយជាហេតុផលមួយដែលយើងទាមទារឲ្យបេក្ខជនទាំងអស់យកបទណាមួយដែលគិតថាយើងអាចទៅរួចហើយបទនេះក៏ខ្លាំងទៀតសម្រាប់ការប្រឡងសម្រាប់អូននៅក្នុងថ្ងៃនេះផ្ទាល់បទជាមួយមួយបទនេះអត់មានបង្កើតកំហុសអីច្រើនទេក៏ពីខ្វះខាតដូចបងបានប្រាប់មិញហ្នឹងជូនពរឲ្យ TV ទទួលបានជោគជ័យនៅក្នុងជប់នេះអរគុណបង TV សំឡេងលយមែនតើចាបងចាសំឡេងធម្មជាតិហ្មងណា TV គឺអត់មានបានប្រឹងប្រែងទៅធ្វើដើម្បីឲ្យដូចអ្នកណាឬក៏របៀបអ្នកណាទេគឺមានភាពជាខ្លួនឯងនៅក្នុងនឹងតែម្ដងតែមួយចំណុចឯស្វែងរកបទពិសោធន៍ក្នុងការប្រើប្រាស់បទចម្រៀងពួកបទហ្នឹងបើសម្រាប់បងបើសិនជា TV រក្សាគេហៅស្ថិរភាពនៅក្នុងការច្រៀងចំណុចខ្លះព្រោះមែនតើហ្មងព្រោះដូចអ្នកចម្រៀងគេហៅដូចមានអាជីពហ្មងប៉ុន្តែកន្លែងខ្លះស្រាប់តែបងឲ្យតែបងប្រឡែងដៃមកវាធ្លាក់អាគុណភាពហ្នឹងមកភ្លាមបើយើងគិតទៅតើយើងរក្សាបើយើងព្យាយាមប្រុងប្រយ័ត្នដូចយើងទៅសេអសអញ្ចឹងមានកន្លែងខ្លះស្អាតកន្លែងខ្លះអត់ស្អាតអញ្ចឹងដូចច្រៀងដូចគ្នាកន្លែងណាតែយើងគិតថាព្រោះហើយយើងរក្សាភាពព្រោះហ្នឹងទៅរហូតសលេងអូនគឺប្លែកមែនតើល្អមែនតើអញ្ចឹងយប់នេះបងគិតថាបងជូនពរឲ្យ TV ទទួលបានកៅអីមួយអរគុណក្រោយពីបានមើលឃើញពីការសម្ដែងរបស់អូនបងពិតជាមានភាពតានតឹងមែនតែនបងអរគុណនៅការខិតខំប្រឹងប្រែងនៅការជ្រើសរើសបទចម្រៀងមកតាមបេះដូងខ្លួនឯងស្រឡាញ់ហើយក៏សួរបងដែរបងគាត់ថាអូខេបទហ្នឹងអូនទៅរួចប៉ុន្តែនៅតែមានចំណុចខ្វះខាតសម្រាប់បងសម្រាប់ពេលនេះបងមិនទាត់ឲ្យអូនមានឱកាសបានទៅអង្គុយមួយកៅអីទេអញ្ចឹងបងសូមអភ័យទោសផងដែរអូ TV ពេលនេះអត់មានឱកាសបានអង្គុយលើកៅអីទេចាប៉ុន្តែ TV ធ្វើបានល្អ TV ពូកែហើយណាចាយ៉ាងណាក៏អរគុណសម្រាប់ការចូលរួមឥឡូវយើងនឹងចាំជាបន្តទៀតណាអរគុណអូនអរគុណចាសូមជ័យអូនចា X-Factor Cambodia រដូវកាលទី2